วิธีปรา account Telegram ថ្មីដោយមិនចាំបាច់បង់លុយបងប្អូនយើងដែលប្រើប្រាស់ Telegram រាល់ថ្ងៃប្រហែលជាដឹងច្បាស់ហើយឥឡូវនេះពេលដែលយើង log in ថ្មីឬក៏យើងបដូរទូរស័ព្ទទៅប្រើលើទូរស័ព្ទមួយទៀតយក account ចាស់ហ្នឹងទៅប្រើលើទូរស័ព្ទមួយទៀតក៏ដោយក៏គេតម្រូវបង់លុយដែរអញ្ចឹងឥឡូវនេះខ្ញុំមានវិធីសាស្ត្រមួយចំនួនដែលអាចឲ្យបងប្អូនប្រើ account Telegram បានដោយមិនចាំបាច់បង់លុយឧទាហរណ៍ថាយើងបដូរទៅលើទូរស័ព្ទផ្សេងឬក៏កុំព្យូទ័រផ្សេងអញ្ចឹងណាយើងមាន account ចាស់យើងមានលេខចាស់អញ្ចឹងណាបងប្អូនអាចប្រើបានឥឡូវទៅមើលការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាសូមណែនាំបងប្អូនបន្តិចនេះជាប្រភេទពូកដាក់សម្ភារៈនៅក្នុងឡានចាសាច់ពូកគេទុនស្បែកលេខ1តែម្ដងចានេះគឺរបស់ខ្ញុំប្រើផ្ទាល់តែម្ដងណាសាច់គេស្អាតខ្លាំងណាស់បងប្អូនហើយជាអត្ថប្រយោជន៍ច្រើនមែនតើគឺជួយយើងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវយើងមានកន្លែងដាក់ទឹកភេសជ្ជៈកែវកាហ្វេហើយសំខាន់គឺពេលសាកថ្មទូរស័ព្ទយើងមានកន្លែងដាក់ទូរស័ព្ទឲ្យត្រឹមត្រូវវាអត់ជ្រុះញ៉ៃញ៉ៃដូចកាលពីមុនណាបងប្អូនណាយើងអាចសោកជាកាតទូរស័ព្ទកាតធនាគារកាបូបលុយអីបានហើយមានកន្លែងដាក់กระดาษជូតមាត់ទៀតបងប្អូនពិសេសខ្លាំងមែនតើមិនត្រឹមតែស្រស់ស្អាតទេជួយពេលដែលយើងធ្វើដំណើរតាមផ្លូវយើងមានកន្លែងដាក់អីវ៉ាន់ហើយមើលមកឡានយើងស្អាតទំនើបស៊ីវិល័យមែនតើចាល្អប្រើខ្លាំងណាស់ហើយគេមានច្រើនពណ៌បងប្អូនពណ៌ខ្មៅចាពណ៌17 Pro Max ហើយពណ៌នេះក៏ស្អាតដែរនិយាយទៅគេមានច្រើនពណ៌ច្រើនជម្រើសឲ្យបងប្អូនរើសចាអូខេអញ្ចឹងបងប្អូនដែលត្រូវការបងប្អូនអាចទៅរើសបានអូខេអញ្ចឹងបងប្អូនត្រូវចូលទៅយក link ដើម្បីដំឡើងកម្មវិធី Telegram ដែលមិនអស់លុយហ្នឹងបងប្អូនត្រូវចូលមកកាន់ Facebook សិនហើយ search រក page Asado របស់យើងបងប្អូនវាយក៏បានដែរអញ្ចឹងគឺមានតែមួយគត់ page របស់យើង logo ពណ៌ខ្មៅហ្នឹងណាអត់មាន2អត់មាន3ទេអញ្ចឹងបងប្អូនចូលមកកាន់ page របស់យើងមកដែលមានអ្នកតាមដាន 150k ហើយបងប្អូននឹងឃើញ link Telegram channel Telegram ដែលយើងបានដាក់លើគេពណ៌ខៀវហ្នឹងបងប្អូនត្រូវចុចចូលមកក្នុង link ហ្នឹងមកបន្ទាប់ពីចុចចូលនៅលើ link ពណ៌ខៀវហ្នឹងមកនឹងនាំបងប្អូនមកកាន់កន្លែងនេះធម្មតាទូរស័ព្ទយើងថ្មីយើងអត់ទាន់ដំឡើងកម្មវិធីទេត្រូវអត់អញ្ចឹងបងប្អូននឹងឃើញចាកន្លែងជ្រោមនឹងបង្ហាញយើងកន្លែងនេះអញ្ចឹងដើម្បីដំឡើងបានបងប្អូនត្រូវចុចអាខាងលើនោះគេដាក់ download បងប្អូនអត់ចុចខាងក្រោមហ្នឹងទេណានោះបងប្អូនឃើញខាងលើអត់ខាងលើគេដាក់ download Telegram ចុចខាងលើហ្នឹងវិញហើយនឹងនាំបងប្អូនមកដល់កន្លែងនេះបន្ទាប់ពីមកដល់កន្លែងនេះហើយបងប្អូននឹងឃើញពាក្យ download Telegram នេះបងប្អូនត្រូវចុចលើកន្លែងហ្នឹងហើយនេះហើយបន្តមកទៀតចុច download again កន្លែងខ្ញុំគូសព្រួយហ្នឹងរងចាំមួយផ្លែតពេលហ្នឹងកំពុងតែ download ចូលក្នុងទូរស័ព្ទដៃយើងនៅឃើញទេ download ពេញទេឃើញអត់ចឹងបងប្អូនចុចពី open មកនោះចុចពី open ហ្នឹងមកអូខេមកដល់កន្លែងនេះបងប្អូនត្រូវចុចយកអាកន្លែងខាងក្រោមគេដាក់ Telegram ហ្នឹងខាងក្រោមគេណានេះនឹងចុចលើហ្នឹងមកខ្ញុំធ្វើយឺតព្រោះបងប្អូនយើងគាត់មើលអត់ទាន់ភាគច្រើនចុចលើហ្នឹងមកហើយបន្តមកទៀតបងប្អូនចុចយកអាកន្លែង setting នេះដើម្បីបើកជ្រោមទូរស័ព្ទខ្លះបើកស្រាច់អញ្ចឹងបន្តមកចុចពី install ចាហើយបន្តមកចុចពី install anyway អញ្ចឹងរងចាំមួយផ្លែតកម្មវិធី Telegram នឹងកំពុង download ចូលទូរស័ព្ទដៃយើងហ្នឹងបងប្អូនឃើញទេហើយបងប្អូនចាអញ្ចឹងបងប្អូនចុច open ក៏បាន down ក៏បានអញ្ចឹងឥឡូវយើងចុច down សិនចុច down សិនចាចេញមកមើល screen យើងឃើញទេនេះចូលហើយណាប៉ុន្តែបញ្ជាក់បងប្អូនបន្តិចកម្មវិធី Telegram ដែលប្រើអត់អស់លុយនេះគឺ version ចាស់បងប្អូនអាចប្រើ version ថ្មីបានទេណាចឹងអត់មាន story អត់មានអីទេតែប្រើបានធម្មតាចាគ្រាន់ថានៅក្នុង version ចាស់ហើយប្រើបានតែទូរស័ព្ទ Android ទេចឹងឥឡូវខ្ញុំសាកល្បងបងប្អូនមើលនេះខ្ញុំវាយលេខទូរស័ព្ទវាយអីចឹងទៅណាដើម្បី log ចូលមើលវាទាលុយអត់អញ្ចឹងអានេះយើងកំពុងតែ log in ចូលទៅ account ចាស់របស់យើងណាអញ្ចឹងលេខកូដ Telegram 5 6ខ្ទង់ដែលធ្លាប់សម្គាល់យើងនឹងផ្ញើចូលទៅ account ចាស់ទូរស័ព្ទចាស់របស់យើងហើយអញ្ចឹងយើងយកមកវាយចូលក្នុង account ថ្មីទូរស័ព្ទដៃថ្មីហ្នឹងមកអូខេចូលបានទេបងប្អូនឃើញទេអត់មានទាលុយទេអញ្ចឹងបញ្ជាក់បងប្អូនបន្តិចវិធីនេះគឺធ្វើបានតែ Android ទេហើយយើងប្រើនៅ version ចាស់សម្រាប់ Telegram ណាបងប្អូនណាចាចឹងតើទេបងប្អូនចាអញ្ចឹងបងប្អូនមានចម្ងល់អី comment ខាងក្រោមវីដេអូបានអរគុណច្រើនបងប្អូនសង្ឃឹមថាវីដេអូនេះជួយជាប្រយោជន៍ដល់បងប្អូនច្រើនហើយបើមានចម្ងល់អីបងប្អូន comment ខាងក្រោមវីដេអូបានចាអរគុណ